ជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Cookie សម្រាប់រឿងថ្ងៃនេះ Admin នឹងលើកយករឿងកំពូលបូជាចារដ៏អស្ចារ្យភាគ7យើងមកបន្តសម្រាប់ចែកជូនបងប្អូនទាំងអស់គ្នាដើម្បីតាមដានទស្សនាចាំដល់ភាគ7នេះយើងមើលឃើញថាកូនចៅរបស់លោកកឹមគឺបានត្រឡប់មកវិញអញ្ចឹងណាពួកគេនេះឯងគឺជាអ្នកដែលទៅចាត់ការលោកអគ្គរដ្ឋអាជ្ញាផាកស្រាប់ពេលដែលលោករដ្ឋអាជ្ញាណាមក៏បានមកមើលពីសាកសពរបស់លោកអគ្គរដ្ឋអាជ្ញាផាកផងដែរអ្នកទាំងអស់គ្នាខុសខើមែនទែនយកសាកសពរបស់គាត់ណាទៅដាក់ក្នុងទឹកកកអញ្ចឹងណាត្រាំគាត់ដល់លង្កកនៅក្នុងទឹកកកហ្នឹងទៅងាកមកកាន់ព្រះវិហារដែលកំពុងតែមានភាពវឹកវរដោយសារតែការឆេះរស់សំណាក់អ្នកទាំងអស់គ្នាលោកអ៊ៅគីមបានកលៃទៅខាងលើឃើញមានដ្រូនមួយកំពុងតែថតពួកគេអញ្ចឹងណាគាត់បានចាប់អារម្មណ៍ជាងនឹងដ្រូននោះហើយដ្រូននោះក៏ចាប់ផ្ដើមរត់គេចពីគាត់កំហុងស៊ីក៏បាននិយាយថាឲ្យដ្រូននោះហោះយឺតអញ្ចឹងណាឲ្យគាត់អាចតាមដានដ្រូននោះបានលោកអ៊ៅគីមបានតាមដ្រូននោះរហូតមកដល់ខាងក្រៅទើបដឹងថានោះគឺជារបស់ជនជាតិឡាវដែលជាកូនចៅរបស់កំហុងស៊ីគាត់ព្យាយាមរត់តាមឡានទៀតផងអ្នកទាំងអស់គ្នាប៉ុន្តែរត់មិនយ៉ាងតាមទាន់ងាកមកកាន់លោករដ្ឋអាជ្ញាណាមឯនេះវិញកំពុងតែជួបជុំកូនចៅរបស់គាត់ដែលទើបតែខ្លាចជាអ្នកល្បីនៅលើអ៊ីនធឺណិតថ្មីនេះគាត់ក៏បានណែនាំទៅឲ្យខឿនសាន់ណាស្គាល់ផងដែរហើយពួកគេហ្នឹងណាគោរពខឿនសាន់និងស្ដាប់តាមខឿនសាន់ណាដូចជាគាត់អញ្ចឹងណាហើយនៅឆ្លៀតសួរខឿនសាន់ថាតើស្គាល់ពួកគេអត់ថ្មីនេះពួកគេពិតជាល្បីខ្លាំងណាស់ខឿនសាន់ក៏តបថាអូខ្ញុំស្គាល់ខ្ញុំដឹងតែហើយក៏បានមើលអំពីព័ត៌មានរបស់ពួកគេផងដែរបន្ទាប់ពីនិយាយជាមួយនឹងលោករដ្ឋអាជ្ញាណាមហើយខឿនសាន់ក៏បានចាក់ចេញពីទីនេះដើម្បីទៅរកកូនប្រុសរបស់លោករដ្ឋមន្ត្រីផាកហើយអេដមីនមើលចរិតខឿនសាន់ណាក៏មិនកំើមសាហាវងាកមកកាន់ក្រុមរបស់លោកគូដែលកំពុងតែតែងខ្លួនយ៉ាងស្រស់សង្ហាណាគឺបាននាំគ្នាមកជួបជាមួយនឹងដុកសាំងអញ្ចឹងណាដុកសាំងបានយករឿងរ៉ាវពាក់ព័ន្ធជាមួយនឹងសង្សាររបស់អូហាន់ម៉ូយកមកប្រាប់ពួកគេនឹងឲ្យហេឌីគឺបានបដូរការតបតែងខ្លួនចាប់ពីពេលនេះតទៅអញ្ចឹងណាហើយមើលរូបភាពរបស់សង្សារអូហាន់ម៉ូចុះនាងគឺជាគ្រូសិលចំណែកជឿនសាន់ឯនេះវិញកំពុងតែសម្លុតគម្រាមមកកាន់កូនលោករដ្ឋមន្ត្រីផាកហើយនាងក៏បានសុំលេខទូរស័ព្ទឪពុករបស់គេនិយាយថាបើសិនជាឪពុករបស់គេដឹងខ្លួនគេនឹងស្លាប់មិនខានហើយមើលទឹកមុខរបស់ជឿនសាន់គាត់គឺមានវិធីដោះស្រាយជាមួយនឹងឪពុករបស់គេហើយឲ្យតែលេខទូរស័ព្ទមកសឡុតខាងនេះអត់អស់ចិត្តក៏មកសឡុតមិត្តភ័ក្តិរបស់គាត់ម្ដងអាប៉ែនេះគឺជាតារាអ្នកទាំងអស់គ្នាប៉ុន្តែគាត់បាននិយាយថាគាត់មិនបានប្រើគ្រឿងញៀនអីនោះទេឯណាលទ្ធផលតេស្តតែចេញមកហើយឬនៅជឿនសាន់ណាក៏បាននិយាយថាតេស្តម្ដងមិនឃើញតេស្ត2ដងតេស្ត2ដងមិនឃើញតេស្ត3ដងខ្ញុំនឹងតេស្តរហូតដល់សក់អ្នកអស់ពីក្បាលតេស្តរហូតដល់ឃើញវិជ្ជមានតែម្ដងមុខមាត់ស្អាតណាស់ប៉ុន្តែវិធីសួរចម្លើយអ្នកទោសរបស់ជឿនសាន់ណាគឺសាហាវពិតបន្ទាប់មកក្រុមដែលបន្លំខ្លួនជាអូហាន់ម៉ូក៏បានមកដល់ក្នុងក្លឹបកំសាន្តមួយអ្នកទាំងអស់គ្នាមើលទឹកមុខពួកគាត់គឺដឹងតែសាហាវប៉ុណ្ណាហើយពួកគាត់មកទីនេះដើម្បីបង្ហាញពីអត្តពលរបស់គាត់នឹងបញ្ជ្រាបឲ្យគ្រប់គ្នាដឹងថាអូហាន់ម៉ូក៏បានត្រឡប់មកវិញប៉ុន្តែនៅពេលដែលគាត់មកដល់ត្រូវក្មេងៗនៅក្នុងបារហ្នឹងនៅគ្នាសើចចំអកអញ្ចឹងណាពេលហ្នឹងផងដែរពួកគាត់ក៏បានយករូបរបស់តួប្រុសរបស់យើងមកសួរពួកនេះពួកហ្នឹងវិញនិយាយថាអូម្នាក់នេះពួកខ្ញុំស្គាល់ប៉ុន្តែពួកខ្ញុំនឹងប្រាប់អ្នកក្រោយពីពាណិជ្ជកម្មរួចបានន័យថាពួកហ្នឹងវាចង់លេងសើចជាមួយនឹងក្រុមអូហាន់ម៉ូយើងអញ្ចឹងណាមានណាពេលហ្នឹងផងដែរសង្ស័កក៏បានបញ្ចេញស្នាដៃរបស់គាត់នៅទាំងអស់គ្នាមិនមែនតុបតែងតែជាជនជាតិឡាវទេណាប៉ុន្តែក្បាច់គុណណាចេញមកគឺមកអេមផងដែរធ្វើឲ្យក្រុមទាំងហ្នឹងគឺថាផិតភ័យខ្លាំងមែនទែនបន្ទាប់មកពួកគេក៏បានសួរថាតើពួកអ្នកគឺជាអ្នកណាអាការល្អឯតាកំពុងត្រង់ចាំមួយថ្ងៃពេលហ្នឹងពួកគាត់ទាំង4នាក់ក៏បានណែនាំខ្លួនគ្នាម្ដងម្នាក់អ្នកទាំងអស់គ្នាប៉ុន្តែអ្វីដែលអេដមីនហួសចិត្តពួកគាត់និយាយថាពួកគាត់គឺជាក្រុមបោសសម្អាតងាកមកកាន់ខាងព្រះវិហារនេះគឺថាលោកប្រតិចារលេគឺកំពុងតែប្តឹងប៉ូលីសអញ្ចឹងណាអ្នកទាំងអស់គ្នាហើយប៉ូលីសម្នាក់ហ្នឹងគឺគាត់នៅបានមកដល់ប៉ុន្តែក្នុងនាមជាប៉ូលីសអត់មានគិតថាចង់ស៊ើបអង្កេតអីឲ្យដឹងច្បាស់ហេបែរជាទម្លាក់កំហុសមកកាន់លោកអ៊ៅគីមវិញនិយាយថាលោកអ៊ៅគីមនេះគឺជាដើមហេតុដែលធ្វើឲ្យរូបព្រះនេះឆេះព្រោះតែគាត់គឺបានទៅជ្រៀតជ្រែកជាមួយនឹងអ្នកជំនួញអញ្ចឹងណាធ្វើឲ្យពួកគេខឹងក៏បង្កឲ្យមានរឿងនេះកើតឡើងពេលហ្នឹងផងដែរលោកអ៊ៅគីមនិងលោកប៉ូលីសម្នាក់ហ្នឹងក៏បានប៉ះសម្ដីគ្នាមកប្រើអញ្ចឹងណាប្រតិចាលីក៏បានប្រាប់ឲ្យលោកអ៊ៅគីមស្ងាត់ទៅពួកគេមកទីនេះដើម្បីស៊ើបរកអ្នកបង្កហេតុប៉ុន្តែលោកអ៊ៅគីមប្រាប់ថាពួកគេមានបំណងស៊ើបរកអ្នកបង្កហេតុអីនោះទេប៉ុន្តែពួកគេគឺមានតែមកចាក់សាំងលើភ្លើងតែប៉ុណ្ណោះពេលហ្នឹងផងដែរគាត់ក៏បានសុំនិយាយជាមួយនឹងប្រតិចាលីតែ2នាក់អញ្ចឹងណាងាកមកកាន់ក្រុមរបស់អូហាន់ម៉ូឯនេះគឺកំពុងតែព្យាយាមឆ្លេចសួរពីពួក3នាក់នេះហើយពួកគេក៏បាននិយាយថាបើអ្នកចង់ជួបគាត់គួរតែទៅព្រះវិហារនៅក្នុងថ្នាក់សិក្ខាសាលាគាត់គឺជាគ្រូនៅទីនោះអញ្ចឹងណានៅពេលហ្នឹងផងដែរនៅទាំងអស់គ្នាសង្ស័កក៏បានសួរទៅកាន់ពួកគេថាតើពួកយើងគឺជាអ្នកណាពួកគេក៏នាំគ្នាស្រែកថាពួកយើងគឺជាក្រុមបោសសម្អាតគឺទៅជាក្រុមរបស់អូហាន់ម៉ូណាគឺជាក្រុមបោសសម្អាតទៅវិញងាកមកកាន់លោកអ៊ៅគីមដែលកំពុងតែនិយាយជាមួយនឹងប្រតិចាលីក៏បានប្រាប់ទៅកាន់ប្រតិចាលីត្រង់
គាត់បាននិយាយថាគាត់ដឹងថាអ្នកណាគឺជាអ្នកដុតព្រះវិហារនេះហើយអ្នកដុតព្រះវិហារនេះគឺជាឈ្មួញគ្រឿងញៀនណាដែលទើបតែមកប្រឡូកនៅតំបន់យូម៉ានេះលោកព្រឹទ្ធាចារ្យលីឮហើយគឺគាត់ភ្ញាក់ផ្អើលខ្លាំងមែនទែនដែលគាត់និយាយថាហេតុអីក៏មានឈ្មួញគ្រឿងញៀនមកទីនេះហើយដែលសំខាន់ហ្នឹងអัยការនិងប៉ូលីសគឺសុទ្ធសឹងតែជាគ្នារបស់ក្រុមថ្នាំញៀននោះទៀតប៉ុន្តែគាត់ក៏បានសួរទៅកាន់លោកអ៊ៅគីមថាយ៉ាងណាក៏ដោយហេតុអីបានជាលោកអ៊ៅគីមទៅតាមដានពួកគេវាមិនមែនជាកាតព្វកិច្ចរបស់អ្នកនោះទេដែលសំខាន់គឺអ្នកបានអូសទាញកូនសិស្សឆេទៅផងដែរគេត្រឹមតែជាក្មេងដែលមិនទាន់ពេញវ័យតែប៉ុណ្ណោះប៉ុន្តែកូនសិស្សឆេបានប្រកែកថាគាត់គឺជាមនុស្សដែលពេញវ័យហើយមើលទឹកមុខរបស់លោកព្រឹទ្ធាចារ្យលីគឺពិតជាស្មុគស្មាញខ្លាំងមែនទែនបន្ទាប់មកព្រឹទ្ធាចារ្យលីជាមួយនឹងលោកអ៊ៅគីមគឺថាបានប៉ះពាក្យសម្ដីគ្នាមាត់ធំមាត់ទុយដាក់គ្នាអញ្ចឹងណាពាក់ព័ន្ធជាមួយនឹងរឿងមួយនេះផងដែរដែលព្រឹទ្ធាចារ្យលីគាត់បាននិយាយថាវាមិនមែនជាកាតព្វកិច្ចរបស់ពួកយើងនោះទេបើទោះបីជារដ្ឋអាជ្ញានិងប៉ូលីសពួកគេគឺជាមនុស្សដែលពុករលួយក៏ដោយពួកយើងត្រូវតែរងចាំការកែតម្រង់ជាជាងការធ្វើបដិវត្តខ្ញុំនឹងមិនរងចាំនោះទេខ្ញុំនឹងធ្វើតាមវិធីរបស់ខ្ញុំនៅពេលដែលនិយាយអត់ចូលគ្នាអញ្ចឹងព្រឹទ្ធាចារ្យលីក៏ស្រាប់តែហាមាត់បណ្ដេញលោកអ៊ៅគីមចាក់ចេញពីទីនេះប៉ុន្តែលោកអ៊ៅគីមបាននិយាយថាបើតាមខ្ញុំដឹងកិច្ចព្រមព្រៀងរបស់យើងគឺមិនទាន់បានបញ្ចប់នៅឡើយនោះទេតែពេលហ្នឹងយើងដឹងថាលោកអ៊ៅគីមបានដាក់កិច្ចព្រមព្រៀងជាមួយនឹងព្រឹទ្ធាចារ្យលីថាដរាបណាដែលមិនដាក់ទោសទៅកាន់កូនសិស្សឆេគាត់នឹងប្រើរយៈពេល1ខែដើម្បីលក់សម្បត្តិនៃការសិក្ខាសាលាឬមួយក៏គេហៅអភិបូជាយុវជននៅទាំងអស់គ្នាអេដមីនអត់សូវយល់នោះទេហើយអធិស្ឋានមែនទែនកន្លងមកដែលអត់សូវយល់ហើយតែងតែមានហ្វេនមកប្រាប់អេដមីនវិញជានិច្ចអរគុណមែនទែនកូនសិស្សឆេគាត់ទៅលឺប៉ុណ្ណឹងគាត់ដួលទ្រុបទៅនឹងដីនឹងនិយាយថាគាត់នឹងត្រូវបានដាក់ទោសប៉ុន្តែលោកអ៊ៅគីមបានប្រាប់ទៅកាន់កូនសិស្សឆេដោយទំនុកចិត្តថាវាមិនតាន់ដល់ពេលនោះទេលោកព្រឹទ្ធាចារ្យលីបាននិយាយថាបំភ្លេចអំពីកិច្ចព្រមព្រៀងរវាងពួកយើងប៉ុន្តែលោកអ៊ៅគីមបានច្អល់មុខនឹងសន្លត់ទៅកាន់គាត់ថាមិនមានការលុបចោលកិច្ចព្រមព្រៀងទាំងអស់នោះទេងាកមកកាន់ខ្ជុនសានវិញឃើញថានៅពេលដែលចេញពីធ្វើការលោករដ្ឋអាជ្ញាណាមគឺបានហៅគាត់ជិះឡានជាមួយអញ្ចឹងណាប៉ុន្តែគាត់អត់ជិះនោះទេគាត់និយាយថាគាត់ហៅតាក់ស៊ីហើយតាមពិតគឺគាត់មានឡានផ្ទាល់ខ្លួនប៉ុន្តែគាត់អត់ឲ្យលោករដ្ឋអាជ្ញាណាមដឹងនោះទេក៏បានហៅខ្ជុនសានអញ្ចឹងណាថ្ងៃអាទិត្យហ្នឹងគឺញ៉ាំអីជុំគ្នាហើយយើងឃើញថាមាននរណាម្នាក់ដែលកំពុងតែតាមដានខ្ជុនសានអញ្ចឹងណាប៉ុន្តែមើលមុខរបស់គេអត់ឃើញនោះទេងាកមកកាន់លោកអ៊ៅគីមគឺគាត់បាននិយាយទូរស័ព្ទជាមួយនឹងប្រធានហ្គូអញ្ចឹងណាដែលសួរនាំអំពីរឿងដែលគាត់បន្លំខ្លួនហ្នឹងមានអ្នកណាសង្ស័យអត់ប៉ុន្តែប្រធានហ្គូគាត់បាននិយាយថាតើមានអ្នកណាមិនដឹងអំពីតិចនិចនៃការសម្ដែងរបស់គាត់គ្មានអ្នកណាអាចសង្ស័យគាត់បាននោះទេនេះគឺជាกระดาษដែលនៅខាងក្នុងវាមានប្រទេសឈីបអញ្ចឹងណាមើលអត់ឃើញនោះទេលុះត្រាណាតែចាំងជាមួយនឹងភ្លើងឈុនសាន់ក៏បាននិយាយថាវ៉ាវវាក៏ពិតជាបច្ចេកវិទ្យាខ្ពស់ដ៏អស្ចារ្យខ្លាំងមែនទែនបន្ទាប់មកគាត់លួចដាក់វាចូលទៅក្នុងឯកសាររបស់លោករដ្ឋអាជ្ញាណាមនៅពេលដែលលោករដ្ឋអាជ្ញាណាមយកទៅតាមគាត់អាចតាមដានណាទីតាំងដែលលោករដ្ឋអាជ្ញាណាមនៅអញ្ចឹងណាបន្ទាប់មកឃើញថាលោករដ្ឋអាជ្ញាណាមគឺបានមកជួបជាមួយនឹងលោករដ្ឋមន្ត្រីផាកអញ្ចឹងណាអ្នកទាំងអស់គ្នាអេដមីនសំកាយសម្រួលបន្តិចអបិដែលចូលពាក់ព័ន្ធជាមួយនឹងគ្រឿងញៀននេះមិនមែនជាកូនរបស់អគ្គរដ្ឋអាជ្ញាផាកណាគឺជាកូនរបស់លោករដ្ឋមន្ត្រីផាកអេដមីនគឺច្រឡំត្រង់កន្លែងហ្នឹងអេដមីនគឺសុំទោសទៅដល់ហ្វេនទាំងអស់គ្នាផងដែរយើងឃើញថាលោករដ្ឋអាជ្ញាណាមមិនត្រឹមតែមកជួបជាមួយនឹងលោករដ្ឋមន្ត្រីផាកនោះទេគាត់ថែមទាំងបានឲ្យអ្នកកសែតលួចថតរូបរបស់ពួកគាត់ថែមទៀតផងមិនដឹងថាគាត់នេះគឺមានបំណងអីនោះទេបន្ទាប់មកគាត់ក៏បានបកគលការងារមួយឲ្យអ្នកសារព័ត៌មានម្នាក់នេះធ្វើអញ្ចឹងណាហើយយើងឃើញថាអ្នកសារព័ត៌មានម្នាក់នេះគឺបានមកព្រះវិហារយូម៉ាហើយបានផ្សព្វផ្សាយថារូបសំណាកដែលទើបនឹងឆេះថ្មីនៅក្នុងព្រះវិហារយូម៉ាគឺការឆេះដោយឯងអញ្ចឹងណាហើយនេះក៏ជាការសន្និដ្ឋានរបស់ប៉ូលីសផងដែរបន្ទាប់មកលោកព្រឹទ្ធាចារ្យលីក៏បានមកដល់នឹងសួរថាតើអ្នកគឺមកពីណាអ្នកសារព័ត៌មានម្នាក់នឹងណែនាំខ្លួននឹងនិយាយថាគាត់មកពីក្រុមហ៊ុនកសែត GBS អញ្ចឹងណាហើយគាត់ក៏បានសួរថាអំបញ្ញមិញអ្នកឯងនិយាយអីរូបសំណាកនេះឆេះដោយឯងត្រូវហើយប៉ូលីសគឺគេនិយាយបែបហ្នឹងហើយខ្ញុំកំពុងតែព្យាយាមជំរុញឲ្យព័ត៌មាននេះកាន់តែល្បីល្បាញអញ្ចឹងណាដើម្បីឲ្យអ្នកគ្រប់នឹងជឿមកពីជុំវិញពិភពលោកពួកគេបានស្គាល់អំពីព្រះវិហារយូម៉ាកាន់តែច្បាស់ពេលហ្នឹងផងដែរស្រាប់តែព្រឹទ្ធាចារ្យលីបាននិយាយថាឆាប់ចេញទៅអ្នកឆាប់ចេញពីទីនេះមុននឹងខ្ញុំមកវាយអ្នកអាយ៉ាឃើញថាព្រឹទ្ធាចារ្យលីពេលនេះគឺឆាប់មួម៉ៅទីហើយប៉ុន្តែមកឃើញថាលោកផាកបានយករឿងរ៉ាវពាក់ព័ន្ធជាមួយនឹងអូហានម៉ូយកមកប្រាប់កឹមហុងស៊ីអញ្ចឹងណាដែលគាត់បាននិយាយថាអូហានម៉ូនេះគឺជាមនុស្សដែលដៃឆៅគាត់សម្លាប់មនុស្សមិនញញែតដៃនោះទេសូម្បីតែប៉ូលីសក៏គាត់ហ៊ានសម្លាប់ផងដែរហើយកំថាឡើយប៉ូលីសហើយសូម្បីតែឆ្កែរបស់ប៉ូលីសក៏គាត់សម្លាប់វាមិនដែលមិនសម្លាប់ធម្មតាអ្នកទាំងអស់គ្នាគឺគាត់បានខំឆ្កែនឹងអញ្ចឹងណាយីសាហាវរបស់គេអាប៉ែនេះគាត់ទទូចឲ្យគឹមហុងស៊ីប្រើប្រាស់អូហាន់ម៉ូអញ្ចឹងណាព្រោះថាពេលនេះគឺយើងត្រូវការមនុស្សដូចជាគាត់អញ្ចឹងគឹមហុងស៊ីគាត់ក៏បាននិយាយថា
ឲ្យទៅពិនិត្យវាជាមុនសិនមុនពេលដែលយើងសហការជាមួយនឹងគាត់ស្អីឡើងឃើញថានៅក្នុងព្រះវិហារគឺមានការជួបជុំទៀតហើយលោកអាចារ្យនិងដូនជីទាំងអស់គឺនាំគ្នាចាំទទួលបរិស័ទដែលមកទីនេះអញ្ចឹងណាប៉ុន្តែពេលហ្នឹងក៏ស្រាប់តែឃើញហុងស៊ីបានជិះឡានមកដល់បងស្រីគឹមក៏បានឆ្លៀតប្រាប់ទៅកាន់លោកអ៊ើគឹមថាម្នាក់នេះគឺជាអ្នកឧបត្ថម្ភនៃការរៃអង្គាសប្រាក់តកតងជាមួយនឹងកម្មវិធីសិល្បៈសប្បុរសធម៌អញ្ចឹងណាប៉ុន្តែផងដែរគឹមហុងស៊ីក៏បានដើរមកចាប់ដៃជាមួយលោកអ៊ើគឹមអ្នកទាំងអស់គ្នាភ្នែករបស់លោកអ៊ើគឹមសម្លឹងទៅកាន់គឹមហុងស៊ីគឺដូចជាចង់ហែកគាត់ជាចម្រៀកអញ្ចឹងពេលហ្នឹងផងដែរស្រាប់តែមានដូនជីម្នាក់ដើរចូលទៅកាន់ព្រះវិហារអញ្ចឹងណាលោកអ៊ើគឹមចាប់អារម្មណ៍មែនទែនប៉ុន្តែត្រូវបានបងស្រីគឹមនិងលោកអ៊ើលីគឺបានហាមឃាត់រារាំងអញ្ចឹងណានៅពេលដែលកម្មវិធីគឺកំពុងតែចាប់ផ្ដើមអញ្ចឹងណាឃើញថាលោកអ៊ើគឹមគឺបានសម្លឹងទៅកាន់គឹមហុងស៊ីគឺអាប៉ែហ្នឹងអង្គុយសោយទៀតហើយគាត់ពិតជាជ្រិញជាមួយនឹងចរិតរបស់គឹមហុងស៊ីខ្លាំងមែនទែនប៉ុន្តែគាត់ក៏បានកលែងទឹកឃើញដូនជីម្នាក់មើលទៅដូចជាធ្លាប់ស្គាល់ខ្លាំងមែនទែនប៉ុន្តែដូនជីម្នាក់ហ្នឹងនៅពេលដែលដឹងថាលោកអ៊ើគឹមសម្លឹងមកគាត់គឺគាត់ព្យាយាមបិទបាំងមុខរបស់គាត់អញ្ចឹងណាបងស្រីគឹមក៏អញ្ចឹងដែរមើលទៅគឺព្យាយាមបាំងដូនជីម្នាក់នេះមិនឲ្យលោកអ៊ើគឹមឃើញដោយសារតែម្នាក់នេះគឺជាជនខ្យងរបស់យើងអ្នកទាំងអស់គ្នាគាត់មកទីនេះមិនឲ្យលោកអ៊ើគឹមដឹងនោះទេបន្ទាប់ពីចប់ពិធីឃើញថាគឹមហុងស៊ីក៏បានមកសារភាពទោសកំហុសរបស់គេអញ្ចឹងណាដែលមកជួបជាមួយនឹងលោកអ៊ើគឹមអញ្ចឹងទៅគេបាននិយាយថាថ្មីនេះគឺគេបានធ្វើបាបយ៉ាងធ្ងន់ធ្ងរប៉ុន្តែគឺគេខិតខំរកលុយយ៉ាងច្រើនពីព្រោះតែគេចង់ធានាថាពលរដ្ឋនៅតំបន់យូម៉ានេះអាចរស់នៅបានដោយបរិបូរណ៍និងមិនចាំបាច់ជឿលើព្រះលោកអ៊ើគឹមក៏បានសួរថាបើអ្នកមិនជឿលើព្រះហេតុអីបានជាអ្នកមកព្រះវិហារធ្វើអីហើយអ្នកបរិច្ចាគប្រាក់ដល់តែ2000រៀលវ៉ុនឯណោះគឹមហុងស៊ីនិយាយយ៉ាងខ្លីថាគឺគាត់មកដើម្បីសប្បាយវាគឺជាអារម្មណ៍ដែលសប្បាយនិងរំភើបរីករាយសម្រាប់គាត់លោកអ៊ើគឹមក៏បាននិយាយថាទោះបីជាយ៉ាងណាក៏ដោយព្រះគឺស្រឡាញ់អ្នកខ្លាំងបំផុតអ្នកគឺជាកូនដែលព្រះស្រឡាញ់គាត់ស្រឡាញ់ខ្ញុំខ្លាំងបំផុតត្រូវហើយមើលទៅលើទ្រព្យសម្បត្តិដែលទ្រង់បានផ្ដល់ឲ្យអ្នកទោះបីជាអ្នកតែងតែសើចចំអកគ្រប់ពេលមានពិធីអភិបូជាក៏ដោយប៉ុន្តែទ្រង់នៅតែស្រឡាញ់អ្នកហើយទ្រង់ក៏ត្រូវការកូនអាក្រក់ដូចជាអ្នកផងដែរយើងមកមើលខាងក្រៅឯនេះវិញឃើញថាលោកអ៊ើលីបងស្រីគឹមជាមួយនឹងខ្ញុំសាន់ណាគឺបាននាំគ្នាអកខេបកខប់នៅពេលដែលបានជួបគ្នាអញ្ចឹងណាព្រោះថាពួកគាត់បានបែកគ្នាជាយូរមកហើយបាននិយាយអំពីការនឹករលឹកគ្នាទៅវិញទៅមកអញ្ចឹងទៅពេលនឹងផងដែរលោកអ៊ើគឹមក៏បានមកដល់ហើយគាត់ក៏បានស្ដីឲ្យទៅកាន់ខ្ញុំសាន់ថាគាត់បានហាមហើយហាមទៀតថាកុំឲ្យមកទីនេះវាគឺជាបំរាមដ៏តឹងរឹងបំផុតបើសិនជាអ្នកមកទីនេះគឹមហុងស៊ីអាចស្គាល់អ្នកតើអ្នកធ្វើយ៉ាងម៉េចទៅអញ្ចឹងហើយបានជាខ្ញុំមកខ្លាញ់បន្លំបែបនេះនឹងណាខ្លាញ់បន្លំវាគួរអស់សំណើចខ្លាំងណាស់មើលរូបរាងខ្លាញ់បន្លំរបស់អ្នកទៅចុះពេលហ្នឹងបងស្រីគឹមនិងលោកអ៊ើលីក៏បានសួរថាឈុនសាន់ណាគឺស្គាល់គឹមហុងស៊ីដែរមែនលោកអ៊ើគឹមក៏បានប្រាប់ថាប្រកាសណាស់គេលងស្រឡាញ់នាងធ្វើឲ្យពួកគាត់ទាំងពីរនាក់ឯនេះគឺថាទៅសើទៅកាន់ឈុនសាន់អញ្ចឹងណាតើមកលោកអ៊ើគឹមក៏បានសួរទៅកាន់ឈុនសាន់ម្ដងទៀតថាមកទីនេះធ្វើអីនាងបាននិយាយថាគឺដោយសារតែនាងនឹកពួកគេទាំងអស់គ្នាប៉ុន្តែពួកគេក៏បានស្រែកព្រមគ្នាថាអ្នកកុហកបានហើយខ្ញុំនិយាយក៏បានដែរនៅក្នុងផ្ទះរបស់ខ្ញុំថ្មីនេះគឺមានខ្មោចនាងគឺមានមុខមាត់ថ្លេចខ្លាំងខ្ញុំមកពិតជាខ្លាចខ្លាំងណាស់ខ្លីមកមើលក្រុមរបស់ប្រធានគូដែលខ្លីបន្លំជាអូហាន់ម៉ូនេះវិញអ្នកទាំងអស់គ្នាគឺគាត់បានមកដល់កំពង់ផែរបស់គឹមហុងស៊ីអញ្ចឹងណាហើយកូនចៅរបស់គឹមហុងស៊ីបានចុះមកទទួលពួកគាត់ដែលមានដំបងពេញដៃតែម្ដងបន្ទាប់មកអាប៉ែសក់វែងនេះគាត់ក៏និយាយថាអូហាន់ម៉ូនេះមើលទៅមានមុខមាត់ដូចជាប៉ូលីសដល់ហើយចំណែកឯក្មេងស្រីម្នាក់នោះមានមុខមាត់ណាដូចជាអ្នកស៊ើបអង្កេតស្រីអញ្ចឹងពេលហ្នឹងផងដែរខាប៉េលីនក៏បានចេញមកដល់ហើយគាត់ក៏បានចេញមករាក់ទាក់ប្រធានគូរបស់យើងអញ្ចឹងណាប៉ុន្តែប្រធានគូនេះលេលើគឺអត់ស្គាល់នោះទេដែលខាប៉េលីនបាននិយាយថាពួកយើងធ្លាប់បានជួបគ្នាតែអ្នកមិនចាំទេអីប្រធានគូក៏ធ្វើជាសើចហើយនឹងចងចាំអញ្ចឹងណាគាត់និយាយថាកាលនោះវាដូចជា10ឆ្នាំអីមែនទេខាប៉េលីនក៏បានប្រាប់ថាយើងទៅជួបគ្នាឆ្នាំមុននោះទេអាមនុស្សមិនដឹងមកធ្វើដឹងអញ្ចឹងមែនណាអ្នកទាំងអស់គ្នាទៅជួបគ្នាឆ្នាំមុនសោះប៉ុន្តែគាត់បានអីចាំបើគាត់មិនមែនជាអូហាន់ម៉ូផងហ្នឹងប៉ុន្តែពេលហ្នឹងគាត់ឆ្លាតដែរគាត់ចេះត្រឡប់ស្ថានភាពមកវិញថាអូវាទៅតែ10ខែតែប៉ុណ្ណោះខ្ញុំគ្រាន់តែនិយាយច្រឡំបន្ទាប់មកពួកគេក៏នាំពួកគាត់ទាំង4ចូលមកខាងក្នុងប៉ុន្តែមុននឹងចូលមកហ្នឹងគឺថាត្រូវទុកទូរស័ព្ទនិងរបស់សំខាន់នៅនឹងពួកគេសិនអញ្ចឹងណាហើយពួកគេទាំង4ក៏បានជួបជាមួយនឹងលោកផាកប៉ុន្តែពួកគេបដិសេធមិនចង់និយាយជាមួយលោកផាកនោះទេដែលគេស្នើសុំជួបថ្នាក់លើរបស់លោកផាកអញ្ចឹងណាកូនចៅរបស់លោកផាកម្នាក់នេះក៏បាននិយាយថាអូចៅរបស់ពួកគេពិតជារវល់ខ្លាំងណាស់មិនមែនចេះតែអាចមកជួបអ្នកទាំង4ហ្នឹងងាយៗនោះទេមិនក៏អ្នកមិនណែនាំខ្លួនឲ្យពួកយើងបានស្គាល់ផងកំពុងតែនិយាយគ្នាស្រាប់តែកូនចៅរបស់គាត់ម្នាក់ទៀតបានមកដល់អាប៉ែថតម្នាក់នេះគាត់នៅដើរចូលមកភ្លាមគាត់សួរថាមិនបានអ្នកប្រកាសថាម្នាក់នេះមិនមែនជាអ្នកស៊ើបអង្កេតធ្វើឲ្យក្រុមប្រធានគូទាំង4នេះស្ទើរតែកាំបេះដូងទៅហើយប៉ុន្តែលោកផាកបាននិយាយថាប្រកាសណាស់មិនមែនជាគាត់នោះទេទៅធ្វើឲ្យក្រុមប្រធានគូរបស់យើងនេះធូរទ្រូងខ្សាកមកវិញប៉ុន្តែអាប៉ែហ្នឹងនៅតែទទូចថាខ្ញុំប្រកាសថាគាត់គឺជាអ្នកស៊ើបអង្កេតជឿខ្ញុំទៅគាត់គឺជាអ្នកស៊ើបអង្កេត
កេតអ្នកស៊ើបអង្កេតស្អីតែអ្នកស៊ើបអង្កេតហ្នឹងគឺជាអ្នកណាអ្នកអាចប្រាប់ខ្ញុំបានទេពេលហ្នឹងផងដែរគាត់ក៏បានខ្សឹបទៅកាន់កូនចៅរបស់គាត់អញ្ចឹងណាដោយនិយាយថាពេលនេះគឺគាត់កំពុងតែពិនិត្យមើលកុំតន់អាចនិយាយអីផ្ដេសផ្ដាស់តែឯងយល់អត់បាទខ្ញុំយល់ងាកមកកាន់លោកអើគឹមគឺបានមកផ្ទះជុនសាន់ណាដើម្បីមកដេញខ្មោចអញ្ចឹងណាដេញចោលដេញឡើងមានណាខ្មោចបែរជាតោងកគាត់ទៅវិញប៉ុន្តែគាត់មើលមិនឃើញខ្មោចនោះទេមានតែជុនសាន់ប៉ុណ្ណោះដែលមើលឃើញវាបន្ទាប់មកគាត់ក៏បានទិញទូរស័ព្ទគាត់មកមើលនិងនិយាយថាគាត់មានការសំខាន់ត្រូវចាក់ចេញទៅអញ្ចឹងណាប៉ុន្តែជុនសាន់ណាបាននិយាយថាកុំតន់ទៅណានាងគឺនៅលើករបស់អ្នកប៉ុន្តែលោកអើគឹមអត់ខ្វល់នោះទេបានចាក់ចេញទៅទាំងខ្មោចនៅតោងកគាត់អញ្ចឹងទៅមួយសន្ទុះក្រោយមកកូនចៅរបស់គាត់ក៏បានផ្ញើរូបដែលលោកអើគឹមកំពុងតែហូបអីជាមួយប្រធានគូនៅពេលនេះឲ្យពួកគាត់មើលអញ្ចឹងណាដើម្បីឲ្យច្បាស់ថាម្នាក់នេះគឺមិនមែនជាគ្នារបស់លោកអើគឹមនោះទេពេលហ្នឹងពួកគេក៏ប្រកាសយ៉ាងច្បាស់និងជឿជាក់មកកាន់អូហានម៉ូខ្លាំងៗម្នាក់នេះបន្ទាប់មកឃើញថាពួកគេបាននាំពួកគាត់មកបន្ទប់សម្រាកអញ្ចឹងណាហើយគាត់នៅមកដល់បន្ទប់សម្រាកវិញពួកគាត់ទាំង4ណាគឺទុនជើងទុនដៃទាំងអស់គ្នាតែម្ដងគឺផិតភ័យណាមិញធានគូនៅពេលដែលទទួលបានការទុកចិត្តពីគេហើយគាត់ក៏បានយកទូរស័ព្ទតូចរបស់គាត់ចេញពីក្នុងខោដែលជារបស់លោកអើគឹមឲ្យគាត់អញ្ចឹងមើលទៅវាលយមែនទែនអ្នកទាំងអស់គ្នាដែលគាត់អាចប្រើរបស់នេះទំនាក់ទំនងទៅកាន់លោកអើគឹមបាននៅពេលដែលគាត់ខលទៅទើបយើងដឹងថាអ្នកដែលអង្គុយញ៉ាំអីជាមួយលោកអើគឹមគឺជាពូរបស់ប្រធានគូហើយមានមុខមាត់ដូចជាប្រធានគូបេះបិទអញ្ចឹងពេលហ្នឹងពូក្មួយរបស់គេក៏បាននិយាយគ្នាផងដែរហើយលោកអើគឹមក៏បានអរគុណពូរបស់ប្រធានគូដែលបានជួយគាត់ពាក់ព័ន្ធជាមួយនឹងរឿងនេះគាត់ក៏និយាយថាមិនអីនោះទេខ្ញុំត្រូវតែជួយអ្នកបន្ទាប់មកលោកអើគឹមក៏បានជូនពូរបស់ប្រធានគូត្រឡប់ទៅស្រុកវិញអញ្ចឹងណាបន្ទាប់មកឃើញថារដ្ឋអាជ្ញាណាមគឺបានខលមកកាន់គាត់ដោយណាត់គាត់មកកាន់មាត់សមុទ្រអញ្ចឹងណាអ្នកទាំងអស់គ្នាហើយមើលរដ្ឋអាជ្ញាណាមគាត់ធ្វើដូចជាកូនក្មេងអញ្ចឹងមកអង្គុយលេងដេកខ្សាច់មិនត្រឹមតែប៉ុណ្្នឹងឯងគាត់ថែមទាំងឲ្យលោកអើគឹមយើងមកលេងដេកខ្សាច់ជាមួយនឹងគាត់ទៀតតែគាត់និយាយថាគាត់គ្រាន់តែចង់មានអារម្មណ៍ស្រស់ស្រាយបែបធម្មជាតិនិងរំលឹកអំពីកុមារភាពរបស់គាត់តែប៉ុណ្ណោះហើយលោកអើគឹមនេះក៏ដូចគ្នាទៀតគឺបានមកអង្គុយលេងដេកខ្សាច់ជាមួយនឹងលោករដ្ឋអាជ្ញាណាមអញ្ចឹងណាហើយគាត់សួរថាតើចង់ជួបគាត់មានការអីលោករដ្ឋអាជ្ញាណាមក៏បាននិយាយថាលោកអើគឹមគឺជាសមាជិកប្រតិបត្តិការកម្ពុជានៅក្នុងផ្នែកប្រឆាំងភេរវកម្ម NIS ហើយគឺជាដើមហេតុដែលធ្វើឲ្យមានភាពវឹកវរនៅក្នុងតំបន់ងាំងដាមគូកាលពីឆ្នាំ2019ផងដែរវាមិនមែនជារឿងងាយស្រួលនោះទេដែលត្រូវទទួលបានព័ត៌មានសម្ងាត់ទាំងអស់នេះខ្ញុំពិតជាត្រូវចំណាយលុយរបស់ខ្ញុំច្រើនខ្លាំងណាស់ដែលគាត់មកទីនេះគឺចង់រំលឹកទៅកាន់លោកអើគឹមថាឲ្យបញ្ឈប់សកម្មភាពរបស់គាត់ទាំងអស់បើមិនអញ្ចឹងទេអ្នកនៅជុំវិញរបស់ខ្លួនគាត់នឹងមានបញ្ហានិងគ្រោះថ្នាក់មិនខានមិនថាមនុស្សចាស់ដែលនៅតំបន់ចាស់ជរានិងអ្នកដែលនៅក្នុងតំបន់ព្រះវិហារយូម៉ាក៏ដោយប៉ុន្តែលោកអើគឹមបាននិយាយថាគាត់នឹងមិនធ្វើឲ្យរឿងទាំងអស់នេះកើតមានឡើងនោះទេក្រោយពីនិយាយគ្នាមកសន្ទុះហើយលោកអើគឹមក៏បានដើរចាក់ចេញទៅអញ្ចឹងណានៅពេលដែលលោកអើគឹមចាក់ចេញទៅលោករដ្ឋអាជ្ញាណាមបានក្រោកឈរឡើងនិងបាននិយាយថាកុំចាត់សត្រូវដែលប្រើសត្រូវតើអ្នកដឹងទេថាមានន័យយ៉ាងណាងាកមកកាន់ក្រុមរបស់ប្រធានគូនាំគ្នាហូបបាយជុំគ្នាជាមួយខាប៉េលីនអញ្ចឹងណាពេលនឹងផងដែរខាប៉េលីនក៏នាំលោកប្រធានគូនិយាយរឿងចាស់ចាស់ប៉ុន្តែប្រធានគូគឺនិយាយមកចាក់ប្រធានបទទាំងអស់តែម្ដងធ្វើឲ្យគាត់ឆ្ងល់ថាហេតុអីបានជាអូហាន់ម៉ូនេះមើលទៅដូចជាមិនចង់ចាំរឿងអ្វីទៅតែសោះអញ្ចឹងប៉ុន្តែពេលហ្នឹងគ្នារបស់អូហាន់ម៉ូក៏បាននិយាយថាអូហាន់ម៉ូគឺធ្លាប់ត្រូវរបួសក្បាលធ្ងន់ធ្ងរអញ្ចឹងណាធ្វើឲ្យគាត់ភ្លេចពាក្យពេចន៍ដែលគាត់និយាយទៅគឺច្បុកច្បល់វែងវាន់តែម្ដងដូចជាមនុស្សបាត់ការចងចាំអញ្ចឹងពេលដែលកំពុងនិយាយគ្នាបានមកសន្ទុះស្រាប់តែអាប៉ិសក់វែងមុខដូចចិញ្ចក់នេះគាត់ក៏បានមកហៅហេឌីឲ្យចេញទៅក្រៅអាប៉ិហ្នឹងក៏អត់ទុកចិត្តហេឌីណាអ្នកទាំងអស់គ្នានិយាយចុះនិយាយឡើងគាត់ក៏ឲ្យហេឌីទស្សទាយអំពីគ្រួសាររបស់គាត់អញ្ចឹងណាហេឌីក៏បានទូទាយថានៅពេលដែលឪពុកម្ដាយរបស់គាត់ស្លាប់គាត់គឺជាអ្នកដុតផ្ទះនឹងដោយសារតែភាពស្វឹងគាត់គឺជាអ្នកសម្លាប់ឪពុកម្ដាយរបស់គាត់អាប៉ិហ្នឹងឮតែអញ្ចឹងលុតជង្គង់ទុនជើងអង្វរទៅកាន់ហេឌីតែម្ដងដោយនិយាយថានាងគឺពិតជាបកែស័ក្តិសិទ្ធិមែនទែនប៉ុន្តែកាលហ្នឹងខ្ញុំមិនមានបំណងសម្លាប់ឪពុកម្ដាយខ្ញុំនោះទេខ្ញុំគ្រាន់តែស្វឹងតែប៉ុណ្ណោះតាមពិតហេឌីដឹងរឿងហ្នឹងដោយសារតែគាត់ជាប៉ូលីសហើយគាត់បានទៅស្រាវជ្រាវប្រវត្តិរបស់ជនសង្ស័យដែលពាក់ព័ន្ធទាំងអស់អញ្ចឹងណាបងគាត់បានដឹងអំពីរឿងហ្នឹងប៉ុន្តែអាប៉ិនេះមានណាស្មានតែហេឌីយើងចេះទាយមែនក៏អង្វរហេឌីទូទាយអំពីអនាគតរបស់គេមានណាហេឌីឆ្លៀតឱកាសហ្នឹងក៏ទាយលុយ20លានវ៉ុនបើសិនជាមានលុយហ្នឹងចាំ100នាងយប់ឡើងកន្លែងមកមើលខ្ញុំសាន់ឯនេះវិញគឺគាត់កេងស្រាប់តែគាត់ងើបមកនឹងនិយាយថាគាត់ហាក់ដូចជាមានអារម្មណ៍ថាធូរស្រាលនាងប្រហែលជាទៅពិតមែនហើយប៉ុន្តែលោកឪគីម្នេះវិញគឺដេកអត់លក់នោះទេមើលទៅគាត់ពិតជាពិបាកក្នុងខ្លួននឹងនិយាយថាទ្រូងរបស់គាត់គឺពិតជាមានការធ្ងន់ជាខ្លាំងហើយបើមិនធ្ងន់មិនបើយើងឃើញថាខ្មោចស្រីម្នាក់នេះគឺកំពុងតែអង្គុយនៅលើគាត់នឹងឯងបានន័យថាខ្មោចម្នាក់នេះគឺមកតាមលោកឪគីវិញហើយលេងអញញ៉ៃខ្ញុំសាន់ទីរ៉ៃប៉ុន្តែមកឃើញថាលោករតអញ្ញាណាមក៏បានមកផឹកកាហ្វេជាមួយនឹងខ្ញុំសាន់របស់យើងអញ្ចឹងណាប៉ុន្តែគាត់សួរសំណួរប្លែកៗមែនទែនដែលគាត់សួរថានៅពេលដែលមានសង្គ្រាមនុយក្លេអ៊ែរតើនរណាដែលជាអ្នករួចខ្លួននឹងរស់រានមានជីវិតពេលនោះផងដែរខ្ញុំសាន់ក៏បាននិយាយថាគឺជាសត្វកន្លាតអូអ្នកអពិតជាឆ្លាតខ្លាំងណាស់អ្នកដឹងទេយើងនឹងខ្លាចទៅជាសត្វកន្លាតនៅពេលឆាប់ខាងមុខនេះតើអ្នកមានន័យថាយ៉ាងម៉េចបន្តិចទៀតនឹងមានសង្គ្រាមរវាងអ្នកប្រមាញ់និងអ្នកជួញដូរគ្រឿងញៀនកើតឡើងដល់ធំនៅក្នុងទីក្រុងនេះតើមានអ្នកផ្សេងដែលនៅក្រៅដែនសមត្ថកិច្ច
ព្យាយាមមកប្រមាញ់ឈ្មួញជួញដូរគ្រឿងញៀននៅទីនេះមែនទេហើយយ៉ាងអ្នកដឹងទេក្នុងរឿងនេះគឺមានមនុស្សម្នាក់បានស្លាប់ទៅហើយពេលនឹងផងដែរខ្ជុនសានព្យាយាមឆ្លេចសួររឿងរ៉ាវជាច្រើនពីលោករដ្ឋអាជ្ញាណាមអញ្ចឹងណាប៉ុន្តែលោករដ្ឋអាជ្ញាណាមបាននិយាយថាទុកវានិយាយនៅពេលក្រោយទៅចុះអ្នកត្រូវតែចងចាំនៅអ្វីដែលខ្ញុំនិយាយតែពាក្យសម្ដីរបស់លោករដ្ឋអាជ្ញាណាមនេះមកធ្វើឲ្យខ្ជុនសានរបស់យើងគឺថាឈឺក្បាលនឹងងឹងឆ្ងល់ខ្លាំងមែនទែនតែគាត់ចង់និយាយអំពីអីដែលគាត់និយាយបដាគឺបានមើលទូបដាលេខារបស់លោករដ្ឋអាជ្ញាណាមនៅពេលដែលដើរចូលមកខាងក្នុងគាត់បានងាកទៅឃើញព័ត៌មានពាក់ព័ន្ធជាមួយនឹងការបាត់ខ្លួនរបស់អគ្គរដ្ឋអាជ្ញាផាកឲ្យអ្នកទាំងអស់គ្នាធ្វើឲ្យគាត់នេះជ្រុះពេងពីដៃតែម្ដងធ្វើឲ្យខ្ជុនសានរបស់យើងបានសួរនាំទាំងទះសាថាតើគាត់មិនអីទេមែនទេគាត់និយាយថាគាត់មិនអីនោះទេបន្ទាប់មកឃើញថាលោកអ៊ើគីមបានមកជួយស្ត្រីម្នាក់នេះដែលគាត់ធ្វើការនៅបណ្ណាល័យអញ្ចឹងណាប៉ុន្តែគាត់មើលទៅហាក់បីដូចជាដឹងច្រើនអំពីរឿងរ៉ាវជនជាតិឡាវទាំងអស់នោះដោយគាត់និយាយថាពួកគេគឺជាជនជាតិឡាវដែលលក់គ្រឿងញៀនធំបំផុតពួកគេមានការផលិតនិងលក់ថ្នាំដ៏ធំនិងទំនប់បំរុងសាច់ប្រាក់យ៉ាងច្រើនផងដែរពួកគេមានកម្លាំងគ្រប់គ្រាន់ណាដើម្បីកម្ចាត់កងទ័ពទាំងមូលលោកអ៊ើគីមក៏បានសួរថាចុះអ្នកណាខ្លះដែលបានសាក់រូបចិញ្ចក់មួយនេះពួកគេមានឈ្មោះថាកិច្ចកោសពួកគេគឺជាក្រុមអ្នកប្រយុទ្ធជួរមុខពួកគេសុទ្ធតែមានជំនាញខាងអាវុធនិងក្បាច់គុណផងដែរការស៊ើបអង្កេតការធ្វើឃាតការលួចកការលួចឯកសារសម្ងាត់ផ្សេងៗគឺជាពួកគេប្រធានក្រុមរបស់គេគឺជាឧត្តមសេនីយ៍បាឡាក់អតីតអ្នកបះបោរគាត់គឺជាមនុស្សដែលមានឥទ្ធិពលយ៉ាងខ្លាំងគាត់គ្រប់គ្រងទាំងនយោបាយជាមួយនឹងយោធាប៉ុន្តែគាត់បានស្លាប់ដោយសារតែការកាំងបេះដូងកាលពីឆ្នាំមុនហើយអបិម្នាក់នេះគាត់មានឈ្មោះថាភូកាគាត់គឺជាដៃស្ដាំរបស់ឧត្តមសេនីយ៍បាឡាក់អញ្ចឹងណាហើយក្រុមកិច្ចកោសទាំងមូលគឺស្ដាប់តាមបញ្ជារបស់គាត់ប៉ុន្តែរូបភាពនេះគឺមើលមិនច្បាស់នោះទេមិនដឹងថាម្នាក់នេះគឺជាអ្នកណាប្រកាសអញ្ចឹងណាបន្ទាប់មកក្រុមរបស់ប្រធានហ្គូក៏បានដឹងរឿងរ៉ាវពាក់ព័ន្ធជាមួយនឹងជនជាតិឡាវទាំងអស់នេះអ្នកទាំងអស់គ្នាដែលពួកគាត់បាននិយាយថាមិនមែនជារឿងកំ ប្លែងទេប្រសិនបើពួកគេមានភាពល្បីល្បាញយ៉ាងខ្លាំងនៅក្នុងតំបន់ត្រីកោណមាសដូច្នេះខ្ញុំនឹងមិនបានចូលរួមជាមួយអ្នកទាំងអស់គ្នានោះទេបើសិនជាខ្ញុំដឹងអំពីរឿងនេះពួកយើងនឹងអាចស្លាប់ជាលើកទី2មិនអីនោះទេយើងគ្រាន់តែនៅទីនេះដើម្បីឲ្យដឹងថាអ្នកណាគឺជាចៅវាយកំពុងតែភ័យផងនឹងលងលោមគ្នាទៅវិញទៅមកផងបន្តមកឃើញថាកូនចៅរបស់កឹមហុងស៊ីម្នាក់នេះគឺលួចមកជួបពួកគេទាំង4នាក់អញ្ចឹងណាដែលគាត់បានមករកហេឌីរបស់យើងដើម្បីចង់ឲ្យនាងទាយពីពួកគាត់ជឿថាហេឌីគឺជាមនុស្សដែលទាយឆុតអញ្ចឹងណាប៉ុន្តែពេលនឹងផងដែរពួកនឹងគឺបានលួងលោមអបិនឹងលួងចុះលួងឡើងអបិនឹងក៏បានយករូបកឹមហុងស៊ីមកឲ្យពួកគាត់មើលអញ្ចឹងណាគ្រប់គ្នាគឺនាំគ្នាបើកភ្នែកធំអញ្ចឹងទៅក្លែមកកាន់លោកអើគឹមជាមួយនឹងជុនសិនគឺបានណាត់ជួបគ្នាទៀតហើយដែលនាងបាននិយាយអំពីអ្វីដែលប្រញ្ញាណាមបានប្រាប់នាងថាក្នុងរឿងគ្រឿងញៀននេះគឺកំពុងតែមានមនុស្សម្នាក់បានស្លាប់ហើយនាងសង្ស័យថានោះគឺជាអគ្គរដ្ឋអាជ្ញាផាកដែលគេប្រកាសថាបាត់ខ្លួនថ្មីនឹងអញ្ចឹងណាពួកគេទាំងពីរនេះបានពិភាក្សាអំពីរឿងហ្នឹងបន្ទាប់មកនៅក្នុងព្រះវិហារក៏ដល់ថ្ងៃដែលត្រូវរៀបចំកម្មវិធីអញ្ចឹងណាកឹមហុងស៊ីគឺបានមកអង្គុយកៅអីនៅខាងមុខគេឯនេះហើយអេដមីនក៏ចាប់អារម្មណ៍ស្ត្រីម្នាក់នេះផងដែរគឺគាត់អង្គុយនៅពីក្រោយកឹមហុងស៊ីនិងសម្លឹងមកគាត់អញ្ចឹងណាលោកអើគីមកនៅពេលដែលគាត់ចូលមកខាងក្នុងព្រះវិហារស្រាប់តែប្រធានហ្គូខលមកគាត់ក៏សួរថាតើមានការអីអញ្ចឹងណាប្រធានហ្គូសួរថាតើអ្នកចាំពាណិជ្ជករដែលបានបរិច្ចាគប្រាក់រាប់ពាន់លានវ៉ុននឹងទេអូចាំតាកឹមហុងស៊ីបាទគាត់គឺជាមេខ្លោងគ្រឿងញៀនអ្នកចាំអត់បរិមម្នាក់ដែលជាជនជាតិភូមាមានឈ្មោះថាភូកាយើងគិតថាគាត់គឺជាអ្នកគ្រប់គ្រងនៃសង្វាក់ផលិតកម្មថ្នាំញៀនមួយនេះប៉ុន្តែយើងមិនបានឃើញថាគាត់នៅលើកប៉ាល់នេះនោះទេយើងមិនដឹងថាគាត់នៅទីណានោះឡើយលោកអើគីមកក៏បានប្រាប់ថាគាត់គឺនៅទីនេះនៅព្រះវិហារអញ្ចឹងណាបន្ទាប់មកលោកអើគឹមក៏បានបិទទូរស័ព្ទអញ្ចឹងទៅគាត់បានដើរចេញមកខាងក្រៅហើយមើលទឹកមុខរបស់គាត់អ្នកទាំងអស់គ្នាគ្រាន់តែចេញមកដល់ខាងក្រៅភ្លាមគឺគាត់សម្លឹងមុខគឹមហុងស៊ីអញ្ចឹងណាបន្ទាប់មកបងស្រីគឹមជាមួយនឹងលោកអ៊ូលីក៏រត់មកជួយទទួលលិខិតឯកសារនៅក្នុងដៃរបស់លោកអើគឹមអញ្ចឹងណាប៉ុន្តែលោកអើគឹមពេលហ្នឹងក៏បានឲ្យពួកគាត់ទាំងអស់គ្នាប្រមូលមនុស្សគ្រប់គ្នាចូលទៅខាងក្នុងព្រះវិហារអញ្ចឹងទៅពួកគាត់ទាំងពីរក៏សួរថាតើមានរឿងអីលោកអើគឹមលោកអើគឹមបានប្រាប់ថាកឹមហុងស៊ីគឺជាមេគ្រឿងញៀនគាត់គឺជាមនុស្សដ៏គ្រោះថ្នាក់ខ្លាំងណាស់អ្នកទាំងពីរអ្នកនេះឮហើយគឺថាស្លុតចិត្តខ្លាំងមែនទែនសម្លឹងទៅមើលមនុស្សចាស់ជាច្រើនអ្នកដែលកំពុងតែនៅចំពោះមុខកឹមហុងស៊ីអញ្ចឹងណាស្រាប់តែពេលហ្នឹងផងដែរមេឃនៅខាងលើក៏កំពុងតែមានភ្លៀងធ្វើឲ្យមនុស្សទាំងអស់គឺនាំគ្នាចាប់ផ្ដើមជម្លៀសគ្នាចូលទៅខាងក្នុងនៅតែលោកអើគឹមជាមួយនឹងកឹមហុងស៊ីតែប៉ុណ្ណោះពេលហ្នឹងផងដែរពួកគាត់គឺឈរមើលមុខគ្នាក្រោមដំណក់ទឹកភ្លៀងបន្ទាប់មកពួកគាត់ក៏រត់តម្រង់ទៅគ្នាទៅវិញទៅមកអ្នកទាំងអស់គ្នាស៊ីសាច់ហត់ឈាមហើយនៅពេលនេះឃើញថាភាគ7របស់យើងក៏ត្រូវបានបញ្ចប់ទៅត្រឹមនេះហើយអេដមីនសំខាន់តែអភ័យទោសបើសិនជាមានការខុសឆ្គងនៅក្នុងការសម្រាយរបស់អេដមីនអញ្ចឹងណាអរគុណមែនទែនសម្រាប់ការតាមដានរបស់បងប្អូនតាំងពីដើមរហូតដល់បញ្ចប់កុំភ្លេចចុច like និង comment រូបបេះដូងនៅខាងក្រោមវីដេអូរបស់អេដមីនម្នាក់មួយណាដើម្បីជាកម្លាំងចិត្តមកឲ្យអេដមីននៅក្នុងការសម្រាយរឿងបន្តទៀតអរគុណជម្រាបលា